ខនសូរិយាបង្ហើបរឿងត្រូវស្ថាប័នដកតំណែង Miss World Cambodia 2026អាចជាប់ពាក់ព័ន្ធនឹងផលកម្រៃនៃកិច្ចសន្យាការងារបន្ទាប់ពីទទួលតំណែងជាម្ចាស់មកុដនៃ Miss World Cambodia 2026ជិត4ខែមកដល់ថ្ងៃទី20ខែមករាឆ្នាំ2026នេះកញ្ញាខនសូរិយាធ្វើឲ្យមហាជនអ្នកគាំទ្រវិស័យបបរកញ្ញាមានការភ្ញាក់ផ្អើលខ្លាំងក្រោយទទួលដំណឹងថានាងត្រូវបានបញ្ចប់តំណែងជា Miss World Cambodia 2026នេះហើយពាក់ព័ន្ធនឹងការបញ្ចប់តំណែងរបស់កញ្ញាខនសូរិយាពី Miss World Cambodia 2026នេះដែរត្បិតតែមិនទាន់ឃើញការបង្ហោះបកស្រាយនិងបញ្ជាក់ពីខាងស្ថាប័ន CMI មែនប៉ុន្តែបើតាមរយៈការបង្ហោះវីដេអូលើបណ្ដាញសង្គមរបស់បបរកញ្ញារូបនេះបានរៀបរាប់ឲ្យដឹងថានាងមិនអាចបន្តដំណើរជាមួយកម្មវិធី Miss World Cambodia 2026នេះបន្តទៀតឡើយស្របពេលប្រកាសពីការដកខ្លួនពីតំណែង MWC 2026នេះដែរកញ្ញាខនសូរិយាក៏បានបង្ហោះសារមួយលើ Facebook ជុំវិញរឿងនេះជាថ្មីដោយរៀបរាប់ទម្លាយពាក់ព័ន្ធនឹងរឿងកិច្ចសន្យាការងាររវាងនាងនិង Agency ស្ថាប័នបបរកញ្ញាអាចជាមូលហេតុមួយដែលនាងត្រូវបានដកតំណែងពីកម្មវិធី Miss World Cambodia 2026ការបង្ហោះនោះកញ្ញាខនសូរិយាបានរៀបរាប់ថានេះជាលើកចុងក្រោយដែលខ្ញុំនឹងនិយាយជាសាធារណៈអំពីបញ្ហាពាក់ព័ន្ធនឹងការប្រកួតបបរកញ្ញារបស់ខ្ញុំសង្ឃឹមថាការចែករំលែកនេះនឹងជួយឲ្យអ្នកទាំងអស់គ្នាយល់ពីស្ថានភាពដែលបានកើតឡើងហើយសូមមេត្តាកុំស៊ូខ្ញុំអំពីរឿងនេះម្ដងទៀតពីខ្ញុំព្រោះពេលនេះខ្ញុំនៅប៉ះពាល់ផ្លូវចិត្តខ្លាំងណាស់តាមកិច្ចសន្យាទាំងកិច្ចសន្យាផ្ទាល់មាត់និងក្រដាសរវាងខ្ញុំនិង Agency បានកំណត់ថា Agency នឹងទទួលបាន30% ពីការថតវីដេអូនិងថតរូបផ្សព្វផ្សាយផ្សេងៗរបស់ខ្ញុំ Agency នឹងជួយគ្រប់គ្រងខ្ញុំជួយបង្កើតរូបភាពល្អៗនិងគាំទ្រសកម្មភាពផ្សេងៗរបស់ខ្ញុំក្នុងកំឡុងពេលនៃដំណើរនេះខ្ញុំគ្រប់គ្រងភារកិច្ចភាគច្រើនដោយខ្លួនឯងរួមទាំងការស្វែងរកការងារការរៀបចំពេលវេលានិងការរៀបចំសកម្មភាពនានាដោយសារតែហេតុនេះខ្ញុំបានស្នើសុំការពិភាក្សាឡើងវិញដើម្បីពិនិត្យលក្ខខណ្ឌកិច្ចសន្យាឲ្យមានភាពយុត្តិធម៌និងការយល់ព្រមពីភាគីទាំងពីរប៉ុន្តែជាអកុសលយើងមិនអាចឈានដល់ការព្រមព្រៀងបានហើយខ្ញុំត្រូវបានជម្រាបថាលក្ខខណ្ឌនឹងនៅដដែលហើយបើកិច្ចសន្យាត្រូវបានបញ្ចប់នោះតំណែងក៏ត្រូវបានបញ្ចប់ផងដែរសម្រាប់ខ្ញុំប្រាក់មិនមែនជាចំណុចសំខាន់បំផុតនោះទេអ្វីដែលសំខាន់ពិតប្រាកដគឺការយល់ឃើញថាតម្លៃរបស់មនុស្សម្នាក់មិនត្រូវបានកំណត់ដោយមកុដនោះឡើយតំណែងអាចត្រូវបានដកបានប៉ុន្តែគោលបំណងតម្លៃក្នុងចិត្តនិងសេចក្តីថ្លៃថ្នូរមិនអាចដកពីខ្ញុំបានទេខ្ញុំបានជ្រើសរើសដើរចេញមិនមែនដោយសារតែខ្ញុំបាត់បង់អ្វីមួយទេប៉ុន្តែដោយសារតែខ្ញុំជ្រើសរើសឈលលើតម្លៃនិងកិត្តិយសរបស់ខ្លួនឯង